បើអ្នកស្គាល់សត្រូវនិងស្គាល់ខ្លួនឯងអ្នកនឹងមិនខ្លាចលទ្ធផលសូមកុំភ្លេចចុចលើសញ្ញា Subscribe បន្ទាប់មកចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបើអ្នកស្គាល់សត្រូវនិងស្គាល់ខ្លួនឯងអ្នកនឹងមិនខ្លាចលទ្ធផលនៃសង្គ្រាមរាប់រយក្បួនទេសូមធ្វើឲ្យផែនការរបស់អ្នកងងឹតដោយអត្រាក្នុងភាពច្របូកច្របល់ក៏មានឱកាសដែរយោធាឈ្នះសង្គ្រាមគឺឈ្នះមុនពេលចូលសង្គ្រាមឯយោធាចាញ់គឺចូលសង្គ្រាមមុនហើយបន្ទាប់មកស្វែងរកជ័យជំនះគ្មានឧទាហរណ៍ណាមួយនៃប្រទេសដែលរីកចម្រើនពីសង្គ្រាមយូរអង្វែងទេសូម្បីតែដាវល្អបំផុតបើយកទៅជ្រលក់ក្នុងទឹកត្រីនៅទីបំផុតក៏អាចចេញច្រេះដែរចូលផ្លាស់ប្ដូរលបឿនដូចខ្យល់និងរួមគ្នាយ៉ាងជិតស្និទ្ធដោយដើមឈើវាយដូចអណ្ដាតភ្លើងហើយនៅស្ងៀមដូចភ្នំឱកាសនឹងកើនឡើងនៅពេលដែលវាត្រូវបានចាប់យកមានតែ5សំឡេងតន្ត្រីប៉ុន្តែបរិយាយនៃសំឡេងទាំងនេះអាចបង្កើតបានជាបទភ្លេងដែលគ្មានព្រំដែននៅពេលសត្រូវអស់កម្លាំងចូលធ្វើឲ្យពួកគេហត់នៅពេលពួកគេពេញពោះចូលធ្វើឲ្យពួកគេឃ្លាននៅពេលពួកគេស្ងប់ចូលធ្វើឲ្យពួកគេផ្លាស់ទីអ្នកដែលចង់ប្រយុទ្ធត្រូវតែគិតពីថ្លៃដើមសិនបើអ្នកអង្គុយរងចាំនៅច្រាំងទន្លេយូរពេកសពសត្រូវរបស់អ្នកនឹងអណ្ដែតមកស្គាល់ខ្លួនឯងហើយអ្នកនឹងឈ្នះគ្រប់សមរភូមិការឈ្នះសង្គ្រាមរាប់រយដងមិនមែនជាកំពូលនៃជំនាញទេការគ្រប់សង្កត់សត្រូវដោយមិនចាំបាច់ប្រយុទ្ធទេដែលជាកំពូលនៃជំនាញសូមសាងសង់ស្ពានមាសសម្រាប់សត្រូវរបស់អ្នកដើម្បីឲ្យពួកគេដកថយចូលប្រុងប្រយ័ត្នយ៉ាងល្អិតល្អន់សូម្បីតែដល់កម្រិតគ្មានរូបរាងចូលប្រុងប្រយ័ត្នយ៉ាងអត្ថកំបាំងសូម្បីតែដល់កម្រិតគ្មានសម្លេងដូច្នេះអ្នកអាចក្លាយជាអ្នកដឹកនាំនៃវាសនារបស់សត្រូវអត្ថកំបាំងទាំងអស់ស្ថិតនៅក្នុងការធ្វើឲ្យសត្រូវភាន់ច្រឡំដើម្បីពួកគេមិនអាចដឹងពីគោលបំណងពិតប្រាកដរបស់យើងអ្វីដែលជនចាស់ហៅថាអ្នកប្រយុទ្ធឆ្លាតគឺជាអ្នកមិនត្រឹមតែឈ្នះប៉ុណ្ណោះទេប៉ុន្តែឈ្នះដ៏ងាយស្រួលចូលធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយសិក្សាពីគោលការណ៍នៃសកម្មភាពរបស់ពួកគាត់បង្ខំឲ្យគាត់បង្ហាញខ្លួនដើម្បីរកចំណុចខ្សោយរបស់គាត់អ្នកត្រូវតែជឿជាក់លើខ្លួនឯងបើចិត្តអ្នកត្រៀមខ្លួនរាងកាយអាចបន្តទៅមុខបានដោយគ្មានអ្វីច្រើនដូច្នេះអ្នកជំនាញក្នុងសមរភូមិគឺអ្នកដឹកនាំសត្រូវហើយមិនត្រូវសត្រូវដឹកនាំឡើយការវាយប្រហារគឺជាអាថ៌កំបាំងនៃការការពារការការពារគឺជាការរៀបចំផែនការវាយប្រហារលទ្ធផលដ៏អស្ចារ្យអាចសម្រេចបានដោយកម្លាំងតូចសូមគិតគូរយ៉ាងល្អិតល្អន់មុនពេលធ្វើការបើលឿនខ្ញុំនឹងរស់បើមិនលឿនខ្ញុំនឹងវិនាសភាពល្អឥតខ្ចោះគឺមិនមែនក្នុងការឈ្នះគ្រប់សង្គ្រាមទេប៉ុន្តែក្នុងការគ្រប់សង្កត់សត្រូវដោយមិនចាំបាច់ប្រយុទ្ធបើអ្នកមិនយកចិត្តទុកដាក់ទៅលើសត្រូវនឹងខ្លួនឯងទេអ្នកនឹងជាប់ក្នុងគ្រោះថ្នាក់កុំធ្វើអ្វីអំពីប្រយោជន៍ប្រើកងទ័ពរបស់អ្នកដោយគ្មានអ្វីដែលត្រូវបានកុំប្រយុទ្ធលើកឡើងតែស្ថានភាពជាការសំខាន់កងនៃយុទ្ធធរវិលយឺតប៉ុន្តែវិលដល់ទីវាងាយស្រួលក្នុងការស្រឡាញ់មិត្តប៉ុន្តែពេលខ្លះមេរៀនដែលពិបាករៀនបំផុតគឺការស្រឡាញ់សត្រូវបើកងទ័ពរបស់គាត់ជួបរួមគ្នាចូលបំបាយពួកគេអ្នកមិនអាចទុកចិត្តមនុស្សដែលគ្មានអ្វីដែលត្រូវបាត់បង់ទេរៀបចំផែនការសម្រាប់អ្វីដែលពិបាកនៅពេលវាងាយធ្វើអ្វីដែលអស្ចារ្យ
នៅពេលវាតូចបើគាត់ផ្ញើកងទ័ពជំនួយទៅគ្រប់ទីកន្លែងគាត់នឹងខ្សោយនៅគ្រប់ទីកន្លែងចូលនៅកន្លែងដែលសត្រូវរបស់អ្នកមិនមានសត្រូវគឺជាមិត្តដែលស្គាល់អ្នកច្រើនពេកភាពច្របូកច្របល់កើតចេញពីភាពស្មើគ្នាភាពខ្លាចកើតចេញពីភាពក្លាហានភាពខ្សោយកើតចេញពីភាពខ្លាំងបើមិត្តរបស់អ្នកជាមិត្តជាមួយសត្រូវរបស់អ្នកនោះមានន័យថាអ្នកមិនគួរជិតស្និទ្ធជាមួយមិត្តនេះទេប្រយ័ត្នជាមួយស្ករដែលលាយជាមួយថ្នាំពុលប្រយ័ត្នជាមួយរុយដែលអង្គុយលើពោះស្លាបអ្នកដែលមិនស្គាល់អំពើអាក្រក់នៃសង្គ្រាមមិនអាចយល់ពីអត្ថប្រយោជន៍របស់វាបានទេដូច្នេះដូចទឹកដែលគ្មានរាងថេរក្នុងសង្គ្រាមក៏គ្មានលក្ខខណ្ឌថេរដែរសូមចាត់ទុកកូនចៅរបស់អ្នកដូចជាកូនចៅដែលអ្នកស្រឡាញ់ពួកគេនឹងដើរតាមអ្នកដល់ជ្រលងភ្នំជ្រៅបំផុតសូមមើលពួកគេដូចជាកូនចៅដែលអ្នកស្រឡាញ់អ្នកដឹកនាំដោយការបង្ហាញគំរូមិនមែនដោយការបង្ខំទេអ្នកនឹងឈ្នះដែលដឹងពីរបៀបដឹកនាំទាំងកងទ័ពខ្លាំងនិងខ្សោយក្នុងការរៀបចំយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតដែលអ្នកអាចសម្រេចបានគឺលាក់បាំងវាយុទ្ធសាស្ត្រដែលគ្មានយុទ្ធសាស្ត្រគឺជាផ្លូវយឺតបំផុតទៅកាន់ជ័យជំនះយុទ្ធសាស្ត្រដែលគ្មានយុទ្ធសាស្ត្រគឺជាសំឡេងមុនការចាញ់សូមចាត់ទុកទាហានដែលចាប់បានដោយសុភាពរាបសារហើយរក្សាទុកពួកគេអ្នកមិនចាំបាច់បំផ្លាញសត្រូវរបស់អ្នកទេអ្នកគ្រាន់តែត្រូវបំផ្លាញឆន្ទៈរបស់ពួកគាត់ក្នុងការប្រយុទ្ធរាល់សត្វដែលមានឈាមក្នុងសរសៃនិងស្នែងលើក្បាលនឹងប្រយុទ្ធនៅពេលវាត្រូវបានវាយប្រហារកុំទុកចិត្តមិត្តដែលស្ងៀមអំពីចំណុចខ្សោយរបស់អ្នកចេះឈប់ពេលដឹងថាមិនអាចឈ្នះបានកុំប្រយុទ្ធនៅពេលដែលឱកាសឈ្នះគឺទាបការដាក់ចិត្តឲ្យស្ងប់អាចជួយសន្សំកម្លាំងសម្រាប់ពេលឱកាសមកដល់សម័យណាដែលអ្នកមិនចេះខ្លួនឯងអ្នកនឹងចាញ់ការយល់ដឹងខ្លួនឯងសំខាន់ជាងគេបុរសជាច្រើនមើលរំលងអត្ថន័យនៃការដឹងពីសកម្មភាពគំនិតនិងចំណុចខ្សោយរបស់ខ្លួនការព្យាករណ៍ឥតឈប់ឈរមិនអាចជំនួសការរៀបចំបានឡើយការរៀបចំខ្លួនឲ្យត្រៀមរួចជាស្ថិរភាពល្អជាងការចង់ឲ្យរឿងរាល់យ៉ាងកើតឡើងដោយចិត្តសមរភូមិល្អបំផុតគឺការឈ្នះដោយមិនចាំបាច់ប្រយុទ្ធអ្នកឈ្នះពិតប្រាកដគឺអ្នកដែលដោះស្រាយបញ្ហាដោយមិនចាំបាច់បង្ហាញកម្លាំងឬបង្កការបាត់បង់ចូលប្រយុទ្ធនៅពេលសត្រូវខ្សោយប៉ុន្តែចូលថយក្រោយនៅពេលសត្រូវមានអំណាចការរួមបញ្ចូលកម្លាំងជាមួយការយល់ឃើញពេលវេលាដោយត្រឹមត្រូវគឺជាវិធីដើម្បីមានអានុភាពពិតប្រាកដការស្ងៀមស្ងាត់គឺជាអាវុធការរងចាំនិងស្ងៀមស្ងាត់អាចធ្វើឲ្យអ្នកមានអំណាចកាន់តែច្រើនជាងសកម្មភាពស្រួលស្រាយមិនមែនគ្រប់សង្គ្រាមគួរត្រូវបានបង្រួបបង្រួមជីវិតមិនត្រូវតែការប្រយុទ្ធទេជំហានមួយត្រូវវាស់វែងប្រយ័ត្នចូលបង្ហាញចំណុចខ្សោយរបស់សត្រូវដោយប្រើចំណុចខ្លាំងរបស់អ្នកការចេះប្រើអ្វីដែលអ្នកល្អបំផុតទៅលើអ្វីដែលសត្រូវខ្សោយគឺជាវិធីដ៏ឆ្លាតវៃកុំឲ្យអារម្មណ៍បញ្ជាការសម្រេចចិត្តការស្រឡាញ់កំហឹងឬការស្លន់ស្លោទាំងនេះអាចនាំឲ្យជ្រុលនិងចាញ់ក្នុងជីវិតអ្នកដែលគ្រប់គ្រងខ្លួនឯងបានគឺអាចគ្រប់គ្រងអ្វីៗទាំងអស់បានវិន័យខ្លួនឯងជាគន្លឹះដើម្បីឈ្នះជីវិតនិងទទួលបានកិត្តិយសពិតប្រាកដនៅពេលដែលអ្នកដឹងថាអ្នកមិនអាចឈ្នះបានទេកុំប្រយុទ្ធអ្នកឈ្នះពិតប្រាកដគឺអ្នកដឹងពេលយប់ប្រសិនបើអ្នកមិនស្គាល់ខ្លួនឯងអ្នកនឹងចាញ់ការស្គាល់ខ្លួនឯងគឺជាការសប្បាយដ៏ល្អបំផុតការព្យាករណ៍មិនជួយទេ
ប្រសិនបើអ្នកមិនរៀបចំខ្លួនសង្គ្រាមដ៏ល្អបំផុតគឺសង្គ្រាមដែលអ្នកឈ្នះដោយមិនចាំបាច់បាញ់កំភ្លើងចូលប្រយុទ្ធនៅពេលសត្រូវខ្សោយហើយថយនៅពេលពួកគេមានកម្លាំងខ្លាំងការស្ងៀមស្ងាត់គឺជាគន្លឹះនៃការយល់ឃើញអំណាចស្ថិតនៅក្នុងការរងចាំមិនមែនការប្រយុទ្ធគ្រប់លើកគឺត្រូវការឈ្នះនោះទេម្ដងម្កាលការអត់ឱនគឺជាជ័យជំនះចូលប្រើចំណុចខ្លាំងរបស់អ្នកដើម្បីវាយប្រហារចំណុចខ្សោយរបស់សត្រូវកុំឲ្យអារម្មណ៍ដឹកនាំអ្នកចិត្តទៀងទាត់នាំឲ្យឈ្នះបរិយាដែលគ្រប់គ្រងខ្លួនឯងបានគឺអាចគ្រប់គ្រងពិភពលោករបស់គាត់បាន